កុំឆាប់បាក់ទឹកចិត្តពេកមិនគួរមានពាក្យថាបាក់ទឹកចិត្តទេព្រោះបាក់ទឹកចិត្តបាក់តែខ្លួនឯងមានពេលណាមកបាក់ជំនួសទេក្រៅតែពីបិទឱកាសខ្លួនឯងក្នុងការដើរទៅមុខអញ្ចឹងគឺត្រូវធ្វើយ៉ាងណាចាប់ទៅយើងមិនអាចថាអ្វីនៅក្នុងគោលដៅដែលយើងចង់បាននោះទេប៉ុន្តែប្រែคล้ายពីអ្វីដែលមិនជាឱកាសពិតប្រាកដចាប់ឱកាសឬបង្កើតឱកាសខ្លួនឯងគឺជាកិច្ចការសំខាន់ហើយយើងចង់ឲ្យយុវជនរបស់យើងឥឡូវយើងមានភាគច្រើនជាយុវជនគុណភាពនិងការអប់រំ hard skill យើងត្រូវខិតខំពង្រីកបន្ថែមប៉ុន្តែគ្រប់ការបណ្ដុះបណ្ដាលទាំងអស់បាទមិនថានៅសាលារៀនទេកន្លែងការងារក៏ត្រូវការដែរ